សួស្តីទាំងអស់គ្នាចូលជាមួយមីនភេទីន27ហើយណាប៉ុន្តែមកនឹងចូលដល់ការសម្រាប់រឿងណាអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ឲ្យមីនម្នាក់មួយណាចឹងក៏មកខាត់ទៅយោទៅតាមដានសេរីយើងទាំងអស់គ្នាទីបំផុតសាយ័នយើងហើយនឹងឈីលេណាគេក៏បានមកដល់ទីតាំងដែលឧបករណ៍នឹងប្រាប់ហើយខ្ញុំនោះហើយសាយ័នណាក៏បានប្រាប់ទៅទិសដៅគឺប្រាប់ថានៅទីនេះចឹងប្រហែលជាពួកគេនៅជាន់ណាមួយហើយឈីលេណាក៏បានយកឧបករណ៍មួយនោះហើយចេញពីសាយ័នយើងហើយក៏ប្រាប់ទៅឲ្យចាំគេនៅទីនេះហើយទោះឲ្យគេជាអ្នកទៅរកសាយ័នណាក៏សួរទៅហេតុអីមិនយកយើងទៅផងឈីលេណាក៏ប្រាប់ទៅចុះបើពួកគេឃើញយើងទាំងពីរគេប្រកាសជាចំណាំនាងបានហើយយល់ល្អនាងកុំតបង្ហាញខ្លួនឲ្យពួកគេឃើញអីធ្វើអញ្ចឹងវាក៏ជាសុខភាពរបស់នាងដែរសាយ័នណាក៏តទៅវិញទៅលោកខ្លាចថាអ្នកដែលលោកជួបហ្នឹងគឺជាលោកស៊ូមែនចឹងហើយបានជាលោកឲ្យខ្ញុំមកចាំនៅទីនេះឈីលៀនហ្នឹងក៏តទៅវិញទៅកន្លែងនេះគឺធំមកហើយចុះបើគាត់កិច្ចពីខ្ញុំវិញកន្លែងនេះដោយសារឈីលៀនយើងគិតថាលោកស៊ូគឺព្យាយាមកិច្ចពីគេសាយ័នយើងក៏លេងខ្វល់ឈីលៀនទៀតដែរហើយគេក៏បានផ្ដាំឲ្យសាយ័នយើងមើលថែខ្លួនឯងផងបន្ទាប់មកឈីលៀនក៏តាមរកតាមទិសដៅដែលឧបករណ៍ហ្នឹងផ្ដល់ឲ្យឈីលៀនយើងក៏កលេចមើលជុំវិញដែរហើយមើលទៅដូចជាពិបាកក្នុងការហៅមែនតើដោយសារតែផ្សារហ្នឹងមនុស្សក៏ច្រើនដែរតែអត់ខ្វល់ទេអ្នកទាំងអស់គ្នាធ្វើយ៉ាងណាហៅតែឃើញហើយខណៈពេលដែលឈីលៀនកំពុងតែរកមើលហ្នឹងក៏មានបរិះពាក់អាវខ្មៅម្នាក់ក៏ខ្វល់មើលឈីលៀនយើងវិញដែរហើយបរិះពាក់អាវខ្មៅហ្នឹងគឺជាទិសដៅរបស់ឈីលៀនទៅហៅហ្នឹងហើយនាមនោះបរិះម្នាក់ហ្នឹងក៏ចាក់ចេញទៅវិញតែឈីលៀនយើងក៏កលេចឃើញហើយគេក៏បានរត់តាមចំណែកសាយ័នយើងវិញគេកំពុងតែរងចាំឈីលៀនមកវិញហើយក៏រកមើលអ្នកដែលគួរឲ្យសង្ស័យដែរឈីលៀនយើងក៏បានដេញតាមបរិះម្នាក់នោះហើយតាមស្ដារជើងពីមួយជាន់ទៅមួយជាន់ហ្មងហើយអ្នកទាំងអស់គ្នាឈីលៀនក៏ដេញតាមបរិះម្នាក់ហ្នឹងមកដល់កន្លែងនេះហើយគេក៏បានយកសោទៅគប់ទ្វារនឹងដែរដើម្បីកុំឲ្យបរិះម្នាក់ហ្នឹងចេញទៅវិញមានន័យបរិះដែលប៉ាខ្មៅម្នាក់នោះគេក៏បានបោកបញ្ឆោតឈីលៀនយើងឲ្យមករកនៅទីនេះតែប៉ុណ្ណោះអ្វីដែលគួរឲ្យខ្លាចហ្នឹងគឺបរិះដែលប៉ាខ្មៅម្នាក់នោះបែរជាមកឈរនៅខាងក្រោយសាយ័នយើងវិញហើយសាយ័នយើងក៏មានអារម្មណ៍ថាដូចជាមានគេឈមមើលនាងរួចក៏បែរទៅប៉ុន្តែដូចជាអត់មានឃើញអ្នកគេនាងនោះក៏មានបរិះប៉ាខ្មៅម្នាក់ដែលកាត់នាងហើយនាងក៏បានទៅស្ទាក់គេប៉ុន្តែដល់ពេលដែលមើលទៅគឺមិនមែនជាលោកស៊ូទេអញ្ចឹងហើយនាងក៏បានឲ្យគេទៅចំណែកឈីលៀនយើងវិញគេក៏បានដើររកមើលដែរដូចជាមានអ្នកគេនៅហ្នឹងឯងសាយ័នក៏នៅតែរងចាំឈីលៀនយើងចុះមកវិញភ្លាមនោះឈីលៀនក៏បានមកដល់រួចសាយ័នក៏សួរទៅតើមានបានឃើញលោកស៊ូអត់ឈីលៀនក៏ប្រាប់ទៅវិញទៅគឺគេរកអត់ឃើញទេហើយគេក៏បានដេញតាមដែរប៉ុន្តែក៏បាត់ទៅគាត់ទៅលឺចឹងហើយសាយ័នយើងក៏បានសន្លត់ឈីលៀនយើងមកយ៉ាក៏បាត់ចឹងហើយហេតុអីបានជាលោកឲ្យគាត់ទៅគេក៏តទៅវិញទៅចឹងសាយ័នមនុស្សម្នាក់នោះប្រហែលជាមិនស៊ូជាងយ៉ាងទេយ៉ាងទៀតខ្ញុំក៏ស្គាល់គេចាស់ចាំដែរហើយគេគឺជាមនុស្សសំខាន់សម្រាប់ខ្ញុំហេតុអីបានជាខ្ញុំមិនចង់ដឹងការពិតសាយ័នក៏តទៅវិញទៅមិនអីទេខ្ញុំក៏មិនចង់ឈួរជាមួយនឹងលោកដែរហើយពេលនេះពួកគេក៏បានបើកឡានត្រឡប់ទៅវិញសាយ័នយើងមើលទៅដូចជាមិនចង់មកជាមួយនឹងឈីលៀនទេតែដោយសារតែឃើញសាយ័នយើងមើលទៅរៀងត្រជាក់ហើយក៏សួរទៅតើត្រជាក់មែនសាយ័នយើងក៏នៅតែមិនអស់ចិត្តរួចក៏សួរទៅតើពួកគេដឹងអត់ថាពួកយើងក៏មកទៅស្វែងរកគាត់ឈីលៀនក៏តទៅវិញទៅខ្ញុំគិតថាពួកគេប្រហែលជាដឹងបើមិនអញ្ចឹងទេពួកគេក៏មិនរត់គេចពីខ្ញុំដែរសាយ័នក៏តទៅវិញទៅអញ្ចឹងពួកគេប្រកាសជាដឹងហើយថាខ្ញុំក៏មានវត្តមាននៅទីនេះដែរហើយលោកគិតថាពួកគេនឹងមករកខ្ញុំមកឈីលៀនក៏បែរទៅវិញទៅនោះប្រកាសជាអញ្ចឹងហើយប៉ុន្តែបើសិនបើពួកគេចង់ធ្វើអ្វីមួយពួកយើងទាំងពីរគឺមិនអាចរត់គេចបានទេសាយ័នយើងនៅតែឆ្ងល់ថាហេតុអីបានជាពួកគេធ្វើឲ្យនាងឆ្លងពេលវេលាមកទីនេះហើយសាយ័នយើងក៏បាននិយាយទៀតថាបើសិនបើមានទីតាំងថ្មីពីឧបករណ៍មួយហ្នឹងកុំភ្លេចប្រាប់នាងផងឈីលៀនក៏បែរទៅវិញទៅគឺគេដឹងហើយតើឥឡូវយើងកម្មមើលកន្លែងនេះវិញបរមនេះក៏មកជួយចៅរបស់គេហើយក៏បានប្រាប់ទៅថាគេរកសាយ័នយើងឃើញហើយចៅរបស់គេក៏បានប្រាប់ទៅគឺខ្ញុំដឹងហើយឯងអាចត្រឡប់ទៅវិញបានហើយអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងថាតកែស្រីម្នាក់ហ្នឹងគឺជាណាគេហើយអេដមីនណាអត់តន់ប្រាប់ពេកចាំមើលនៅភាពបន្តទៀតទៅឥឡូវយើងយើងកាត់មើលនៅហាងសាឡនវិញសាយ័នយើងកំពុងតែអង្គុយសេតតែម្នាក់ឯងព្រាមនោះលីលីក៏បានដើរមកហើយក៏បាននិយាយថាតាំងថ្ងៃហ្នឹងឯងមានរឿងអីមែនហើយខ្ញុំមើលទៅឯងដូចជាកំពុងតែគិតរឿងអីឥឡូវហ្នឹងឯងកំពុងតែមានរឿងអីអន់ចិត្តមែនសាយ័នក៏តទៅវិញទៅអត់មានទេគឺនាងគាត់តែមានអារម្មណ៍ថារៀងអស់កម្លាំងតិចលីលីក៏តទៅវិញទៅមែនហើយឯងដូចជាបានសម្រាប់ដោយសារតែឯងរបបតែរៀបចំក្នុងការប្រឡងនាងមកទីនេះគឺដើម្បីពឹងសាយ័នយើងដើម្បីជួយទ្រព្យខ្លួនឲ្យមិត្តភ័ក្តិរបស់នាងរួចក៏ប្រាប់ទៅបើសិនជាសាយ័នយើងចង់បដិសេធក៏បានដែរនាងអត់ថាអីទេហើយសាយ័នយើងក៏អត់មានប្រកែកដែរនាងក៏យកព្រមទៅបន្ទាប់មកអាលីក៏បានណែនាំមិត្តភ័ក្តិរបស់គេដែលមានឈ្មោះថារ៉ានទៅសាយ័នយើងហើយរ៉ានក៏បាននិយាយសួស្ដីនិងអរគុណសាយ័នយើងដែលព្រមជួយនាងសាយ័នក៏ប្រាប់ទៅវាអត់អីទេឥឡូវនេះគឺសាយ័នយើងតុបតែងខ្លួនឲ្យហើយក្រោយពេលដែលឃើញរូបខ្លួនឯងនៅក្នុងកញ្ចក់ហើយរ៉ាណាពិតជាសើស្នាដៃតុបតែងខ្លួនរបស់សាយ័នយើងពិតមែនហើយរ៉ាណាក៏បាននិយាយប្រាប់សាយ័នយើងថាបើសិនជាការណាជប់យប់នេះដំណើរការទៅរលូននាងនឹងភ័យអាហារពេលល្ងាចទៅអ្នកទាំងពីរហ្មងហើយឥឡូវនេះគឺនាងសុំទៅមុនណាដោយសារតែនាងបញ្ញាប៉ាក្រោយមកអាលីក៏បានមកសរសើរសាយ័នយើងថាសាយ័នណាឯងធ្វើសោះហើយនឹងតុបតែងខ្លួនឲ្យមិត្តភ័ក្តិរបស់នាងពិតជាសមខ្លាំងណាស់សាយ័នណាក៏និយាយលេងវិញទៅត្រូវហើយឯងកំពុងចំណែនមែនអាលីក៏បន្តទៀតទៅសាយ័នណាគឺខ្ញុំមានរឿងមួយចង់ឲ្យឯងជួយយប់នេះខ្ញុំក៏មានណាត់ដែរអញ្ចឹងតើ
ជួយខ្ញុំបានអត់សាយ័នក៏តបវិញទៅអត់អីទេអង្គុយចុះមកហើយសាយ័នយើងក៏មិនត make up ឲ្យលីបន្តទៀតទៅឥឡូវហ្នឹងយើងមកកាន់មើលឈិនលៀនវិញណាឥឡូវនេះគឺគេកំពុងតែឈប់មុខហាងជាងតែ check មក location លើកមុនហ្នឹងបន្តមកជាម្នាក់នោះក៏បានបើកហាងរបស់គាត់ដើម្បីហៅឈិនលៀនយើងចូលក្នុងសិនមកគាត់ក៏បើកឈិនលៀនយើងទៅឯងគឺគាត់ទៅហើយគឺមាន location មួយទៀតដែរនៅក្នុងទូរស័ព្ទមួយនេះទោះបីជាវាផ្ដល់ទីតាំងដូចគ្នាក៏ដោយប៉ុន្តែឥឡូវហ្នឹងវាលេងដំណើរការហើយឈិនលៀនក៏សួរទៅហេតុអីក៏អញ្ចឹងគាត់ក៏ប្រាប់ទៅគឺដោយសារតែថ្មរបស់វាគឺសាបហើយបើខ្ញុំមើលទៅវាអាចប្រើបានរយៈពេលតែ1ឆ្នាំទៀតតែប៉ុណ្ណោះតែដូចចឹងហើយឈិនលៀនក៏ចាប់ផ្ដើមគិតក្នុងចិត្តថាហេតុអីបានជាធម្មពលថ្មនេះប្រើបានរយៈពេលតែ1ឆ្នាំទៀតចឹងតោះឥឡូវហ្នឹងយើងកាត់ប្រមូលសាយ័នយើងវិញណាពេលនេះសាយ័នយើងកំពុងតែវឹកហាត់ជំនាញរបស់នាងទោះបីជាខ្លួនឈឺក៏ដោយនោះហ្វងឈួរក៏បានដើរមកដល់និយាយថាខ្ញុំឃើញឯងរៀងក្អកខ្លាំងចឹងហើយឯងក៏ទៅសម្រាប់យកកម្លាំងខ្លះហើយសាយ័នក៏ប្រាប់ទៅគឺគេចង់អនុវត្តនៅទីនេះបន្តទៀតដោយសារតែកន្លែងនេះគឺមានម៉ាស៊ីនកម្ដៅចឹងហើយគឺមានភាពកក់ក្ដៅជាងនៅដមដែលនាងស្នាក់នៅទៅទៀតហើយណែខ្ញុំឃើញឯងហើយនឹងអាលីគឺសាសនាគ្នាចឹងពួកឯងទាំងពីរគួរតែដើរលេងជាមួយនឹងគ្នាខ្លះហើយដើម្បីបង្កើនភាពសប្បាយហើយក៏ដូចជាសម្រាប់ខ្លះផងគាត់ទៅលើចឹងហើយសាយ័នយើងក៏ប្រាប់ទៅតកែចឹងយើងនឹងទៅចំណាយលុយទៀតហើយហ្វងឈួរក៏តទៅវិញទៅឯនិយាយមកនេះធ្វើដូចជាខ្ញុំអត់បើប្រាក់ខែអញ្ចឹងសាយ័នក៏តទៅវិញទៅគឺនាងចង់សន្សំលុយខ្លះហើយតកែក៏ដឹងដែរហ្វងឈួរក៏តទៅវិញទៅអូឥឡូវហ្នឹងឯងចេះចាប់ផ្ដើមសន្សំលុយហើយមែនតែខ្ញុំចាំថាការដែលមកទីនេះដំបូងគឺមិនដែលខ្វល់នឹងវាទេហើយឥឡូវនេះវិញឃើញថាឯងប្រឹងប្រែងធ្វើវាចឹងគឺល្អហើយខំប្រឹងបន្តទៀតទៅតែកុំចេញយូរពេកខ្ញុំទៅមុនហើយសាយ័នយើងគឺនៅធ្វើវាបន្តទៀតសត្វតែពេលនោះក៏មានមនុស្សម្នាក់ដើរចូលនៅក្នុងហាងហើយក៏ស្រែកសួរថាមានអ្នកគេនៅអត់សាយ័នក៏ដើរចេញទៅសួរទៅតែមានអ្នកខ្ញុំជួយអត់គាត់ក៏សួរទៅកញ្ញាតើនៅកន្លែងនេះគេ make up ដែរអត់សាយ័នក៏ប្រាប់ទៅនៅនេះគឺគេធ្វើសក់អីព្រមអ្នកនោះក៏បាត់ទៅវិញទៅដោយសារតែលីបានប្រាប់គេថាគឺនាងអាចធ្វើវាបានសាយ័នក៏បាត់ទៅវិញទៅហើយម្យ៉ាងទៀតហាងពួកយើងក៏បានបិទដែរឲ្យនាងសុំទោសផងគាត់ទៅលើចឹងហើយគេពិតជាភ័យមែនតើដោយសារតែគេដឹងថាទៅធ្វើមកជេព្រោះអីពេលនេះគឺគេកំពុងតែត្រូវការអ្នក make up បន្ទាន់ចឹងតែគេគួរតែហៅណាហើយបើសិនបើគេមិនអាចបញ្ចប់ការងារនេះគឺគេមិនអាចដេកជាមួយនឹងអាលីបានទេហើយនាងនឹងអន់ចិត្តហើយសត្វទៅពេលនោះអាលីក៏ដើរមកអាលីក៏បានដើរមកហើយនិយាយថាឡើងតាជឿហេតុអីបានជាលោកនៅទីនេះវិញក្រែងលោកនិយាយថាលោកមាន event នៅក្នុង studio មែនពួកគេនៅទីនោះបាននិយាយថាលោកតួអចេជនចៅហើយក៏រត់ទៅបាត់តែមានថ្ងៃកាត់ឡើងហើយគេក៏ប្រាប់អាលីវិញទៅគឺមិនមែនជាកំហុសរបស់គេទេការងារមួយហ្នឹងវានឹង escape ដោយសារតែពួកយើងត្រូវការអ្នក make up បន្ទាន់ហើយពួកគេទាំងពីរក៏មើលទៅសាយ័នយើងដោយសារតែមានតែសាយ័នយើងឯងដែលអាចជួយពួកគេបានឥឡូវនេះយើងក៏មកមើល studio ថតរូបរបស់បរិមម្នាក់ហ្នឹងវិញពួកគេទាំងពីរនាក់នេះគឺជាភ្ញៀវដែលរងចាំហ្នឹងហើយមើលទៅខាងស្រីដូចជាមិនពេញចិត្តនៅ studio ថតរូបហ្នឹងឯងហើយបរិមដែលជាសង្សារហ្នឹងក៏ប្រាប់ទៅវិញទៅនៅទីនេះមើលទៅតម្លៃក៏សមរម្យដែរតែជឿបានដើរមកហើយក៏សុំទោសទៅពួកគេទាំងពីរដែលធ្វើឲ្យរងចាំយូរនារីម្នាក់នោះក៏តទៅវិញទៅហេតុអីក៏យូរម៉េចហើយពួកគេរងចាំដល់ពេលណាទៀតហើយជួនណាគេជាអ្នក make up ឲ្យខ្ញុំតែជឿក៏បានណែនាំថាសាយ័នយើងគឺជាអ្នក make up ឲ្យកញ្ញានៅថ្ងៃនេះអ្នកនោះក៏សួរទៅតែនាងអាចធ្វើវាបានដែរមែនតែជឿក៏ប្រាប់ទៅប្រកាសថានាងគឺជាអ្នក make up ដ៏ជំនាញនារីម្នាក់នោះក៏និយាយទៅនាងមើលទៅដូចជាក្មេងតែនាងអាចជាអ្នកជំនាញបានយ៉ាងម៉េចទៅស្រីម្នាក់នោះនិយាយបដាហើយធ្វើជាកាន់កាបូបរបស់នាងដោយនាងចង់បង្ហាញថាកាបូបដែលនាងប្រើហ្នឹងគឺជាកាបូប brand ប៉ុន្តែមានអីមកប៉ះជាមួយនឹងសាយ័នយើងកាបូប brand អីក៏សាយ័នយើងធ្លាប់ប្រើដែរចឹងហើយសាយ័នយើងក៏មើលដឹងថាកាបូបដែលនាងកំពុងកាន់ហ្នឹងគឺជាកាបូបខ្លាំងខ្លាយសាយ័នយើងក៏មិននិយាយដែរនាងក៏តែលួចសើចតែជឿក៏បាននិយាយទៅនាងមើលទៅដូចជាក្មេងមែនប៉ុន្តែខ្ញុំធានាថានាងមានបទពិសោធន៍ច្រើនសាយ័នក៏សួរទៅចុះឥឡូវហ្នឹងសម្ភារៈ make up នៅណាតែជឿប្រាប់ទៅចាំផ្លែតគេនឹងប្រញាប់ទៅយកឲ្យគាត់ទៅលើចឹងហើយខ្ញុំស្រីម្នាក់នោះក៏បាននិយាយថាអ្នក make up ជំនាញអីអត់មានសម្ភារៈផ្ទាល់ខ្លួនចឹងតែនាងអាច make up ស្អាតបានយ៉ាងម៉េចទៅសាយ័នក៏បានប្រាប់ទៅឥឡូវនេះនាងអាចបើកមើលនិងជ្រើសរើសយក style នៃ make up ណាមួយបន្តមកខ្ញុំនឹង make up នាងតាមក្រោយហើយនៅពេលនោះនារីម្នាក់នោះប្រើពេលសម្ដីរៀងគំរោះគំរើយអ្នកសាយ័នយើងដល់និយាយថានៅពេលដែលនាងបន្តមកដល់គឺខ្ញុំបានមើលវាហើយគឺដូចឈួរទាំងអស់ហ្នឹងហើយឥឡូវហ្នឹងគឺខ្ញុំយក style នេះតែនាងអាចធ្វើវាបានអត់សាយ័នក៏តទៅវិញទៅនាងនឹងនៅពេលក្រោយថាខ្ញុំអាចធ្វើវាបានឬក៏មិនបានមែនហើយនាងក៏ប្រើកាបូបខ្លាំងខ្លាយដែរហេតុអីក៏ធ្វើរកពីម៉េះគាត់ទៅលើចឹងហើយនារីម្នាក់នោះក៏រៀងមូមើលដែរហើយក៏បានកាន់កាបូបចង់ឆ្លុះគ្នាជាមួយនឹងសាយ័នយើងទៀតពេលនោះសង្សាររបស់នាងក៏បានទៅខាត់ហើយសាយ័នយើងគឺខ្វល់លេនាងក៏ដើរចេញទៅធម្មតាអញ្ចឹងហើយសម្ភារៈ make up ដែលយកមកហ្នឹងគឺមានគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាសាយ័នក៏សួរទៅតែមានតែប៉ុណ្្នឹងឯងតែជឿក៏បានបែរទៅវិញទៅគឺមានតែប៉ុណ្្នឹងឯងហើយក៏សួរសាយ័នវិញទៅតែមានដំណោះស្រាយទៀតអត់មែនហើយអ្នកទាំងពីរគឺជាមនុស្សស្រីប្រកាសជាមានដាក់គ្រឿង make up តាមខ្លួនហើយសាយ័នក៏តទៅវិញទៅលោកមកខ្ញុំពេលនេះសំនឹងប្រើគ្រឿង make up ច្រើនដែរមែនហើយខ្ញុំក៏បានយកសម្ភារៈទាំងអស់នោះមកតាមខ្លួនដែរខ្ញុំមកពេលចង់ជួយលោកប៉ុន្តែមានតែប៉ុណ្្នឹងគឺខ្ញុំធ្វើអត់កើតទេអាលីក៏បានយកគ្រឿង make up របស់នាងមកឲ្យសាយ័នយើងមើលតែអាចប្រើការបានអត់ហើយសាយ័នយើងក៏ប្រាប់ទៅគឺ
មិនអាចប្រើបានទេដោយសារតែវាមិនស័ក្តិសមនឹងស្បែកមុខរបស់នាងទេប៉ុន្តែផ្សេងទៀតគឺអាចប្រើបានហើយឥឡូវនេះគឺខ្ញុំត្រូវការរបស់ផ្សេងទៀតតែជឿគេក៏បានឯក្បាលដល់និយាយថារឿងហ្នឹងគឺវាស្មុគស្មាញហើយណាមួយគេឃើញមនុស្សស្រីខ្លះមានគ្រឿងតុបតែងតែមួយប្រអប់គឺគ្រប់គ្រាន់ហើយចុះឥឡូវនេះហេតុអីក៏ត្រូវការច្រើនម៉េចហើយសាយ័នយើងក៏សួរវិញទៅហេតុអីបានជាបរិះខ្លះមានស្បែកជើងច្រើនដាក់តួក៏មិនចង់ចូលផងហើយបរិះខ្លះទៀតមានតែមួយគូគឺគ្រប់គ្រាន់ហើយគាត់ទៅលើចឹងហើយមើលតែគាត់ដូចជាយល់ហើយអញ្ចឹងដល់និយាយថាទៅហើយដូចជាខ្ញុំអញ្ចឹងគឺមានតែមួយគូគឺគ្រប់គ្រាន់ហើយបន្ទាប់មកសាយ័នយើងក៏និយាយថាអញ្ចឹងត្រូវក៏ទៅហើយគេក៏បានដើរចេញទៅអាលីក៏បានទៅខកសាយ័នយើងដល់សួរទៅតែងទៅណាសាយ័នក៏បានបែរវិញទៅក៏បារម្ភអីខ្ញុំអត់ទៅណាឯងខ្ញុំក៏ចង់ទៅក្រៅរកសម្ភារៈ make up បន្ថែមឯងតោះឥឡូវហ្នឹងយើងក៏មើលឈ្នាយើងវិញណាភ្លាមនោះទូរស័ព្ទរបស់ឈ្លាណាក៏ទទួលបានសាររបស់ឆឹងលីដោយគេបានផ្ញើសារមកថាឧបករណ៍ដែលចាប់ទីតាំងនោះគឺវាផ្ដល់សញ្ញាឲ្យថ្មីហើយឈ្លាយើងក៏បានយូរដែររួចក៏ចេញដំណើរទៅភ្លាមឈ្លាណាក៏បានខលសួរហ្វឹងឈូដោយឆ្ងល់ថាហេតុអីបានជាហាងសាឡនថ្ងៃហ្នឹងបាត់លឿនម៉េចហ្វឹងឈូក៏តទៅវិញទៅមែនហើយតែមានរឿងអីមែនគេក៏តទៅវិញទៅគឺមានរឿងអីទេអូមែនហើយតែនៅក្នុងដមដែលបុកលើស្នាហ្នឹងគឺមានទូរស័ព្ទនៅលើតុអត់ហ្វឹងឈូក៏តទៅវិញទៅអញចង់ធ្វើអីគេឬមួយក៏អញចង់ទៅមើលសាយ័នមែនហើយអញមិនលេងសើចទេខ្ញុំគិតថាអញបែកគ្នាជាមួយនឹងសាយ័នហើយឈីលីណាក៏តទៅវិញទៅហេតុអីក៏អញសួរចានម៉ែក៏នៅប្រាប់ខ្ញុំមកហ្វឹងឈូយើងក៏បានស្ដីឲ្យឈីលីយើងទៅនៅពេលនេះអញក៏មកខាងខ្ញុំអីសាយ័នណាគឺគេឆ្លងកាត់បញ្ហាច្រើនណាស់តែម្នាក់ឯងហើយអញកុំទៅបន្ថែមបញ្ហាឲ្យនាងទៀតអីតែមិនអីទេចាំខ្ញុំមកទៅសួរនាងឲ្យបើសិនបើនាងព្រមចាំខ្ញុំមកឲ្យនាងខុសទៅឯងហើយគេក៏បានបាត់ទូរស័ព្ទនឹងទៅតែមួយសន្ទុះក្រោយមកហ្វឹងឈូក៏បានខំមកវិញដោយប្រាប់ថាសាយ័នយើងគឺគេនៅដមឯងហើយប្រហែលជានាងមិនទៅមកវិញនៅឡើយទេគាត់ទៅលើចឹងហើយមើលទៅមកឈីលីណាគឺបារម្ភពីសាយ័នយើងមែនតែនដោយសារតែសាយ័នយើងធ្លាប់បាននិយាយថាបើនាងមិននៅហាងសាឡនទេគឺនាងនៅដមចឹងកុំយល់ថានាងគ្មានទូរស័ព្ទមកបោកនាងទៀតឈីលីណាចាប់ផ្ដើមគិតថាចឹងបើនាងមិននៅហាងសាឡនចឹងនាងគួរតែនៅដមឬមួយក៏នៅតាមផ្លូវហើយឥឡូវហ្នឹងនាងនៅប្រកាសទៅហើយឈីលីណាក៏នឹកឃើញសម្ដីរបស់សាយ័នយើងមួយទៀតថាចុះបើពេលនេះពួកគេដឹងថាខ្ញុំមានវត្តមាននៅទីនេះហើយចឹងពួកគេមករកខ្ញុំមកហើយពេលនេះឈីលីនក៏បានគិតថាតើគេគិតខយមែនឬមួយក៏ពួកគេទាំងនោះមករកគេហើយបន្តមកឈីលីនយើងក៏បញ្ញាប់ទៅហៅសាយ័នភ្លាមហើយឥឡូវនេះសាយ័នយើងក៏មកដល់ហាងលោកគ្រូសមាងហើយនៅពេលដែលសាយ័នយើងដើរចូលទៅចៃដន្យអីឈីលីនយើងក៏បានដើរមកដែរហើយវាពិតជាចៃដន្យខ្លាំងមែនតើឈីលីនយើងក៏រកមើលនៅនឹងមួយផ្លែដែរហើយគេក៏បន្តទៅរកនៅខាងមុខទៀតហើយនៅពេលដែលសាយ័នយើងកំពុងតែឈប់មើលក្រែមលាបមាត់ពេលនោះហើយក៏លេខរូបភាពសាយ័នយើងពីមុនក៏បានមកទីនេះដែរហើយសាយ័នយើងគឺនាងកំពុងតែឈប់មើលជីវិតរបស់នាងកាលពីមុនហើយពេលនោះក៏មានរុយសៀចេញមកដែរពេលមើលទៅពួកគេទាំងពីរពិតជាមានភាពស្និទ្ធស្នាលគ្នាខ្លាំងមែនតើដែលធ្វើឲ្យសាយ័នយើងលួចញញឹមហ្មងហើយរូបភាពទាំងអស់ហ្នឹងក៏រលាយបាត់ទៅដែលវាគ្រាន់តែជាការស្មានរបស់សាយ័នយើងឯងហើយនៅពេលដែលដើរចេញមកវិញហ្នឹងសាយ័នយើងក៏បានជួបឈីលីនយើងទៅតែឈីលីនគេបានដើរមករកសាយ័នយើងឯងគឺគេគ្រាន់តែឈប់មើលកន្លែងហើយមើលមកសាយ័នយើងគាត់តែឃើញចឹងហើយសាយ័នយើងក៏ចាប់ដើមគិតថាលោកឈប់បែបហ្នឹងគិតថាខ្លួនឯងសង្ហាមែនហើយនាងក៏អត់ខ្វល់ដែររួចក៏ដើរចេញទៅឈីលីនក៏បានចាប់ដៃសាយ័នយើងហើយសាយ័នក៏សួរទៅលោកចង់ធ្វើអីហើយគេក៏ប្រាប់ទៅគេបានទៅរកនៅហាងសាឡនហើយហាត់ឃើញនាងឯងសាយ័នក៏សួរទៅចឹងលោកបារម្ភពីខ្ញុំមែនហើយក៏បារម្ភពីនាងអីនាងគឺជាក្មេងស្រីដែលសំណាងបំផុតគឺគ្មាននឹងអីកើតឡើងទេហើយចូលឧបករណ៍តាមដាននោះមានផ្ដល់សញ្ញាថ្មីអត់ឈីលីនយើងក៏ទៅប្រាប់ថាគេប្រហែលជាទៅជុងជៀនថ្ងៃដើម្បីទៅពិនិត្យមើលបញ្ជីទូទាត់កាលពីមុនសាយ័នក៏ប្រាប់ទៅចឹងខ្ញុំទៅមួយដែរឈីលីនក៏ប្រាប់ទៅវិញទៅគឺនាងមិនអាចទៅបានទេសាយ័នក៏សួរទៅហេតុអីក៏អញ្ចឹងអូខ្ញុំដឹងហើយឬមួយក៏ដោយសារចាស់សាយ័នពីមុនគឺធ្លាប់គេបណ្ដេញចេញពីសាលានៅជុងជៀនហើយលោកបារម្ភថាខ្ញុំទៅទីនោះនឹងដឹងរឿងអីមែនឈីលីនក៏ទៅវិញទៅគឺគេមិនមានអីចឹងទេដោយសារតែទីតាំងនៅទីនេះគឺវាទៅបានគេដឹងហើយចឹងខ្ញុំបារម្ភពីសុខភាពរបស់នាងគាត់ទៅលើចឹងហើយសាយ័នក៏ឈីលីនយាមដងទៅមើលតបារម្ភពីណាគេគាត់ទៅលើចឹងហើយឈីលីនយើងគឺកៀងហ្មងនិយាយចាញ់ទេដោយសារចាំឈីលីននិយាយយូរពេកសាយ័នក៏បាននិយាយថាបានហើយគឺនាងយល់ហើយក៏ដើរចេញទៅហើយឈីលីនក៏ដើរតាមដែរហើយសាយ័នក៏សួរទៅហេតុអីបានជាលោកដើរតាមខ្ញុំគេក៏បានប្រាប់ទៅគឺជួននាងទៅផ្ទះសាយ័នក៏បានប្រាប់ទៅវិញទៅមិនបាច់ទេដោយសារតែនាងមានរឿងទៅធ្វើទៀតចឹងនាងទៅផ្ទះហេឈីលីនក៏សួរទៅចឹងតើនាងទៅណាសាយ័នក៏ប្រាប់ទៅមិនខ្វល់ពីគេទេគឺនាងចង់ទៅណាដែលនាងចង់ទៅហើយឈីលីនក៏ប្រាប់ទៅធ្វើអញ្ចឹងគឺអសុខភាពពេកគឺគេបារម្ភគាត់ទៅលើចឹងហើយសាយ័នក៏បានប្រាប់ទៅឈីលីនទៅលោកជប់និយាយពេលហ្នឹងបានអត់វាធ្វើឲ្យខ្ញុំមានការយល់ច្រឡំឈីលីនក៏ប្រាប់ទៅវិញទៅនោះជាកំហុសរបស់នាងឯងសាយ័នក៏បាននិយាយទៀតដែរហើយនាងក៏ដើរចេញទៅតែទោះជាយ៉ាងណាឈីលីនក៏នៅតាមសាយ័នយ៉ាងដែរសាយ័នយើងសាប់ពេកហើយនាងក៏ដើរបកក្រោយមកវិញហើយឈីលីនក៏បកក្រោយតាមនាងដែរតែពេលនោះតើបានពេកសាយ័នយើងក៏ឈប់ហើយវាយឈីលីនយើងទៅឈីលីនក៏សួរទៅហេតុអីបានជាវាយគេសាយ័នក៏ប្រាប់ទៅវិញទៅគឺមានរឿងអីទេគឺនាងចង់វាយហ្មងចឹងសាយ័នយើងគឺមានតែប៉ុណ្្នឹងឯងបើស្
ទាំងអស់គ្នាចង់តាមដានបន្តកុំភ្លេចចុច subscribe ឲ្យមានអ្នកមើលមកណា